បុណ្យស្ថិតនៅក្នុងចិត្តដោយមួយដេចវគ្គ5ចប់បុណ្យជាធម្មជាតិមួយដែលជំរះសម្អាតសន្តានចិត្តរបស់យើងឲ្យស្អាតបរិសុទ្ធផូរផង់ប្រៀបដូចជាសាច់ជូរសម្រាប់កូរទឹកកកល្អក់កិលេសឲ្យថ្លាស្អាតអស់កិលេសរីឯចិត្តគឺធម្មជាតិដឹងនៅអារម្មណ៍ល្អកុសលារម្មណ៍និងអារម្មណ៍អាក្រក់អកុសលារម្មណ៍ដូច្នេះបើចិត្តត្រូវបានអារម្មណ៍ល្អតោងជាប់ចិត្តមុនវាជាបច្ច័យឲ្យកុសលចេតនាឬបុណ្យកើតឡើងនៅពេលដែលកុសលចេតនាកើតឡើងនៅក្នុងចិត្តនេះហើយឈ្មោះថាបុណ្យស្ថិតនៅក្នុងចិត្តនោះឯងពីព្រោះកុសលចេតនារារាំងនិងកម្ចាត់អកុសលចេតនាឬបាបមិនឲ្យកើតមានឡើងនៅក្នុងសន្តានចិត្តរបស់យើងបានឧទាហរណ៍បុណ្យសម្រេចដោយការយល់ឃើញត្រង់ត្រឹមត្រូវតាមហេតុផលទិដ្ឋុជុកម្មនិយៈបុណ្យមួយនេះមករារាំងការយល់ឃើញខុសមិនឲ្យកើតមានឡើងនិងកម្ចាត់ចោលបើមានកើតឡើងហើយដូច្នេះបើបុណ្យនេះស្ថិតនៅក្នុងចិត្តគឺជួយយើងក្នុងការរក្សាការយល់ឃើញត្រង់ត្រឹមត្រូវតាមហេតុផលជាហេតុមិនឲ្យយល់ឃើញខុសកើតមានឡើងផងនិងមិនជឿខុសផងហើយបុណ្យមួយនេះមានសារៈសំខាន់លើបុណ្យដទៃទៀតពីព្រោះបើបុណ្យមួយនេះមិនកើតឡើងទេបុណ្យទាំងឡាយដទៃទៀតក៏មិនអាចកើតឡើងបានល្អដែរសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល